Special លោកគ្រូចឹងនេះជាវីដេអូតទៅជាមួយនឹងការដែលយើង get start ប្រើប្រាស់ជាមួយនឹង Keycloak ចឹងយើងអាចចូលទៅបង្កើតវាជាមួយនឹង Docker ផ្ទាល់ដែលយើងធ្វើការចូលទៅ copy តទៅជាមួយនឹងcommand prompt ដែលគេ provide មកឲ្យយើងចឹងយើងធ្វើការ copy អាហ្នឹងយកទៅផាសវានៅក្នុង CMD command prompt របស់យើងចឹងពេលដែលយើងផាសcommand prompt នឹងចូលទៅយើងអាចធ្វើការname ឈ្មោះនៅDocker របស់យើងដើម្បីឲ្យយើងងាយស្រួលហៅវានៅពេលក្រោយដោយធ្វើការ .d .name ហើយនឹងដាក់ឈ្មោះproject ហ្នឹងចឹងខ្ញុំដាក់ថា e-commerce IDE ហើយបន្ទាប់មកយើងធ្វើការ change នៅ port របស់យើងដែលយើងដាក់ port 9999ហើយនឹងធ្វើការ change ជាមួយនឹង username យើងប្រើប្រាស់ជាមួយនឹង iStart ហើយតទៅជាមួយនឹងpassword ដូចគ្នាយើងដាក់ថា QWER ចឹងបន្ទាប់មកយើងធ្វើការ enter ហើយយើងបង្កើតបាននៅKeycloak ចូលជាមួយនឹង Docker របស់យើងចឹងវាកំពុងតែ running នៅក្នុង Docker ហើយយើងអាចធ្វើការទៅបើកជាមួយនឹង local host 9999របស់យើងមិញហ្នឹងដើម្បីចូលទៅកាន់ admin dashboard របស់យើងចឹងមុននឹងចូលទៅយើងធ្វើការ login ជាមួយ username របស់យើងហើយនឹង password ដូចជា username iStart ហើយ password របស់យើងយើងដាក់មិញហ្នឹងពេលដែលយើងចូលមកកាន់ UI dashboard របស់យើងអាចចូលទៅបង្កើត user អញ្ចឹងយើង add នៅ user ហើយយើងដាក់ username របស់គាត់ដាក់ថា admin user យើងធ្វើការ create admin ហើយផ្ដល់នៅ credential ដែលយើង add នៅ password ទៅឲ្យគាត់អញ្ចឹងយើងធ្វើការ add password ទៅឲ្យ admin user របស់យើងតោះមកយើងធ្វើការ save password ហ្នឹងហើយយើងចូលទៅកាន់ role mapping ដើម្បីធ្វើការកំណត់role ទៅឲ្យadmin user របស់យើងអញ្ចឹងយើងដាក់ role គាត់ជា admin បន្ទាប់ពី assign រួចហើយយើងចូលទៅកាន់ manage realm ដែលនៅក្នុងយើងធ្វើការបង្កើតនៅ realm ថ្មីមួយទៀតដែលដាក់ឈ្មោះថា e-commerce ពេលដែលយើងបង្កើត realm ហ្នឹងហើយយើងធ្វើការ start នៅក្នុងe-commerce របស់យើងអញ្ចឹងយើងចូលទៅកាន់កន្លែង user ដើម្បីធ្វើការបង្កើត user នៅក្នុងrealm e-commerce របស់យើងអញ្ចឹងកន្លែងហ្នឹងយើងធ្វើការ input បង្កើត user ដាក់ username first name របស់គាត់ last name ហើយយើងធ្វើការបង្កើត user កន្លែងហ្នឹងដូចគ្នាយើងធ្វើការដាក់ credential ដើម្បីធ្វើការ add password ផ្ដល់ password ទៅឲ្យ user របស់យើងចឹងបន្ទាប់ពីយើងធ្វើការបង្កើត user នៅក្នុង realm e-commerce យើងហើយយើងធ្វើការ sign out ដើម្បីយើងចង់ log ទៅកាន់ user ហ្នឹងអញ្ចឹងពេលហ្នឹងយើងត្រូវការ change កន្លែង master ហ្នឹងយើងដាក់ទៅជា realm ដែលយើងបង្កើតមិញឈ្មោះថា e-commerce ហ្នឹងវិញបន្ទាប់មកវា load នៅផ្ទាំងនេះមួយយើង back to application ហើយកន្លែងហ្នឹងយើងធ្វើការ input នៅ username និង password របស់ user យើងបាញ់មិញហ្នឹងចឹងពេលដែលយើងធ្វើការ input ហើយយើង sign in វានឹងឲ្យយើងផ្ដល់នៅ password ថ្មីដាក់ password ថ្មីរបស់ user ចូលហើយវាធ្វើការឲ្យយើងធ្វើការ input នៅ email របស់ user ហើយ information ខាងក្រោមនេះខ្ញុំទុកវានៅដដែលចឹងយើង submit ហើយកន្លែងនេះដើម្បីធ្វើការ access ចូលទៅក្នុង account របស់ user ទៀតសោតយើងត្រូវការ slash កតុយ add point ខាងក្រោយហ្នឹង account ហើយបន្ទាប់ពី local host របស់យើងដាក់ realm ហើយនឹងឈ្មោះrealm របស់យើង e-commerce ចឹងយើងចូលមកកាន់ user ដែលយើងបានបង្កើតមិញនេះអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងអរគុណច្រើនលោកគ្រូ